ប្រហែលថ្ងៃនេះមានរូប3ស្លឹកធ្វើខ្ញុំឈឺក្បាលខ្លាំងមែនតើមិនដឹងថារូបមួយណាជារូបពិតនិងរូបមួយណាជារូប AI ទេដូច្នេះមានតែពឹងបងប្អូនអរគ្នាដើម្បីឲ្យជួយមើលខ្ញុំនេះគឺជារូបទី1ហើយនេះគឺជារូបទី2ចំណែកឯនេះគឺជារូបទី3ឃើញថារូបទាំង3នេះគឺស្តៀងគ្នាខ្លាំងមែនតើមិនដឹងថារូបមួយណាជារូបពិតទេដូច្នេះបងប្អូនអរគ្នាកុំភ្លេចជួយ comment ប្រាប់ផងថារូបមួយណាជារូបពិតហើយរូបណាជារូប AI សម្រាប់កីឡាករស្វ័យរៀងឥឡូវនេះគឺពួកគាត់បានអញ្ជើញមកដល់ស្រុកខ្មែរវិញអស់ហើយសម្រាប់ស្អែកនេះក៏នៅមានភារកិច្ចលេងនៅក្នុងលីកដែរបងប្អូនអរគ្នាពួកគាត់ក៏ត្រូវប៉ះគ្នាជាមួយនឹងក្រុមខ្លាំងមួយដែរគឺ Naga World ក៏ប៉ុន្តែចង់ប្រាប់បងប្អូនអរគ្នាថាការពិសោធន៍បដាមុនគឺស្វ័យរៀងគាត់បានលើកពានហើយដោយសារតែគាត់ឈរនៅចំណាត់ថ្នាក់លេខ1ដាច់បន្ទុកពីភ្នំពេញក្រោមច្រើនដែរដូច្នេះបន្ទុករបស់ពួកគាត់គឺអាចលើកពានបានរួចរាល់នៅសប្តាហ៍មុនក៏គាត់លើកពានតំណាងហើយរួចដែរដូច្នេះការលេងរបស់ពួកគាត់នៅក្នុងលីកកម្ពុជាកម្ពុជាគ្រាន់តែជាការលេងបង្ក្រប់កិច្ចតែប៉ុណ្ណោះហើយសម្រាប់កីឡាករសំខាន់មួយចំនួនខ្ញុំជឿថាគ្រូក៏ទុកពួកគាត់ដែរដោយសារតែភារកិច្ចរបស់ពួកគាត់នៅសល់សំខាន់មួយទៀតគឺពាន AFC Challenge League ដែលគាត់ឡើងទៅដល់វគ្គផ្ដាច់ព្រាត់ប៉ះគ្នាជាមួយនឹងក្រុមមកពីគុយវ៉ែតហើយនៅក្នុងសប្តាហ៍នេះខ្ញុំក៏មកបន្ត Challenge របស់យើងតទៀតដែរគឺជា Challenge លេងយកអាវនៅក្នុង CPL Play ដែលសារតែជាទូទៅរៀងរាល់ថ្ងៃពហុឬក៏ថ្ងៃសុក្រគឺតែងតែមានបងប្អូនឆាតមកថាបងពេលណាទៅចេញវីដេអូធ្វើ Challenge CPL Play ឥឡូវនេះគឺចេញតទៀតហើយ Challenge របស់ខ្ញុំគឺនៅតែដូចរដងបើខ្ញុំទាញត្រូវបាន4គូឬក៏5គូខ្ញុំនឹងយកផ្កាយទាំងអស់ហ្នឹងយកទៅទិញអាវក្លឹបអាជីពដើម្បីឲ្យបងប្អូនដែលបាន comment ឬក៏ share វីដេអូមួយនេះខ្ញុំនឹងផ្ដល់ជូនទៅបងប្អូនអរគ្នាហើយសម្រាប់អាវដែលខ្ញុំផ្ដល់ជូនទៅបងប្អូនអរគ្នាគឺមាន2អាវទី1គឺជាអាវដែលនៅខាងក្រោយខ្នងខ្ញុំទី2គឺជាអាវដែលខ្ញុំយកផ្កាយទៅដូរដូច្នេះនឹងមានអ្នកឈ្នះចំនួន2នាក់ក៏ប៉ុន្តែសំណួរសួរថាតើខ្ញុំទាញត្រូវបាន4គូឬក៏5គូដែរឬក៏អត់តោះយើងចូលទៅមើលកម្មវិធី CPL Play ទាំងអស់គ្នាបាទបងប្អូនអរគ្នា CPL Play គឺជាកម្មវិធីផ្លូវការរបស់លីកកម្ពុជាកម្ពុជាតែម្ដងហើយឥឡូវនេះយើងចូលមកទិញកីឡាករតាមពិតជាក់ស្ដែងគឺខ្ញុំបានទិញរួចរាល់សប្តាហ៍នេះគឺមានបរិសុទ្ធសង្ហាច្រើនខ្លាំងមែនទែនបាទមានទាំង Conocial បាទកីឡាករបឹងកេតអីគឺមានយីយ៉ុងផាកបាទប្រុសស្អាតនៅភ្នំពេញក្រោនហើយកីឡាករដែលខ្ញុំបានទិញនោះគឺកីឡាករលៀងពិសីមកពីតបបាទអញ្ចឹងខ្ញុំបានទិញគាត់រួចរាល់ហើយពេលដែលទិញរួចគឺយើងបានផ្កាយចំនួន60ដើម្បីយកមកធ្វើការទុះទាយហើយជាទូទៅគឺយើងចូលមកទុះទាយនៅក្នុងពាក្យថា play បាទខ្ញុំទាយ multi match ឬក៏បងប្អូនអរគ្នាចង់ទាយ correct score ក៏បានដែរទាយ correct score គឺមកប្រកួតដាច់យើងទាយចំនួនគ្រាប់បាល់ថាការប្រកួតរវាងឧទាហរណ៍ស្វ័យរៀងជាមួយនឹង Naga ប្រមាណទល់នឹងប្រមាណអីចឹងទៅក៏ប៉ុន្តែខ្ញុំគិតថា correct score វាពិបាកពេកសម្រាប់ខ្ញុំអញ្ចឹងខ្ញុំទាយ multi match វិញ multi match គឺវាងាយស្រួលគ្រាន់តែទាយថាមួយណាឈ្នះមួយណាចាញ់ទេក៏ប៉ុន្តែតើតែត្រូវទាំង4គូឬក៏5គូយើងចុចពាក្យថាចាប់ផ្ដើមទុះទាយបាទបន្តមកទៀតបាទយើងឃើញការប្រកួតនៅថ្ងៃសៅរ៍នេះគឺស្វ័យរៀងប៉ះគ្នាជាមួយនឹង Naga World យើងមានឈ្នះចាញ់ស្មើអញ្ចឹងខ្ញុំជ្រើសរើសយកក្លឹបប្រខានរាជស្វ័យរៀងគាត់លេងឈ្នះ Naga World ក៏ប៉ុន្តែរៀងស្រាវបន្តិចដែរបាទខ្លាចតែ Naga World គាត់ក៏កំពុងត្រូវការបន្ទុកដែរហើយចូលមកមើលការប្រកួតទី2គឺជាការប៉ះគ្នារវាង Dewa ជាមួយនឹងភ្នំពេញក្រោន Dewa ក៏ជាក្រុមមួយដែលខ្លាំងដែរបងប្អូនអរគ្នាហើយសម្រាប់ភ្នំពេញក្រោនគាត់នៅតែត្រូវការបន្ទុកដោយសារតែក្លឹបបឹងកេតជាមួយនឹង Go Tiger ក៏កំពុងតែតាមបន្ទុកពីក្រោយពួកគាត់ដែរដូច្នេះសម្រាប់ការប្រកួតមួយនេះខ្ញុំគិតថាភ្នំពេញក្រោនគាត់អាចនឹងធ្វើបានល្អដោយសារឃើញទម្រង់លេង Dewa ប៉ះគ្នាជាមួយនឹងស្វ័យរៀងកាលពីសប្តាហ៍មុនខ្ញុំគិតថាភ្នំពេញក្រោនគឺអាចនឹងមានប្រៀបជាងហើយចូលមកដល់គូទី3បាទគូនេះគឺជាគូស៊ីសាច់ហត់ឈាមគ្នាដោយសារបន្ទុករបស់ពួកគាត់គឺស្មើគ្នាតែម្ដងបាទគឺ44បន្ទុកពួកគាត់នេះគឺមានបន្ទុកស្មើគ្នាហើយសម្រាប់ Tiger គាត់នឹងធ្វើជាម្ចាស់ផ្ទះខ្ញុំគិតថាម្ចាស់ផ្ទះអាចនឹងមានប្រៀបច្រើនជាងបាទដូច្នេះគឺខ្ញុំជ្រើសរើសយកអង្គរ Tiger បាទជាទូទៅគឺបងប្អូនយើងអ្នកសៀមរាបគឺតែចូលមើលណែនតែម្ដងបាទអញ្ចឹងសម្រាប់ការប្រកួតនៅសប្តាហ៍នេះគឺជាការប្រកួតស៊ីសាច់ហត់ឈាមគ្នាហើយគឺជាក្រុមដែលមានបន្ទុកស្មើគ្នាតែម្ដងហើយចូលមកដល់ការប្រកួតនៅថ្ងៃអាទិត្យវិញគឺវិសាខាជាមួយនឹង Live គូនេះខ្ញុំជ្រើសរើសយកវិសាខាជាអ្នកឈ្នះហើយចូលមកដល់ការប្រកួតចុងក្រោយគេគឺ ISI ប៉ះគ្នាជាមួយនឹងគ្រីវងនៅទឹកដីគ្រីវងជាទូទៅក្លឹបដែលខ្ញុំទាយខុសច្រើនជាងគេគឺ ISI នេះឯងអញ្ចឹងសម្រាប់លើកនេះគឺខ្ញុំទាយឲ្យខុសទេបងប្អូនអរគ្នាសម្រាប់ការប្រកួតពួកគាត់ប៉ះគ្នាជាមួយនឹងគ្រីវងនេះគឺខ្ញុំជឿជាក់លើ ISI 100% បាទដូច្នេះ ISI កុំធ្វើឲ្យខ្ញុំអស់សង្ឃឹមបាទដោយសារតែជាទូទៅឲ្យតែរើសយក ISI ចាញ់ពួកគាត់លេងឈ្នះឲ្យតែរើសយកឈ្នះពួកគាត់លេងចាញ់អញ្ចឹងឥឡូវនេះគឺយើងស្រួលគ្នាបាទខ្ញុំជឿថា ISI នៅសប្តាហ៍នេះគាត់នឹងធ្វើបានល្អដោយសារកាលពីថ្ងៃមុនគាត់ទៅតែចាញ់ក្រុមវិសាខាហើយទេនៅក្នុងពានសម្ដេចក៏ប៉ុន្តែឃើញថាការលេងជើងទី1របស់គាត់នេះគាត់ក៏លេងល្អដែរមិនអន់ពេកទេអញ្ចឹងខ្ញុំជឿថាការលេងនៅក្នុងលីករបស់គាត់ធ្វើបានល្អដូច្នេះ
យើងរងចាំមើលទាំងអស់គ្នាហើយបើសិនជាបងប្អូនអ្នកគ្នាមានចម្ងល់ពាក់ព័ន្ធជាមួយនឹង CPL Play អាចសួរសំណួរនៅខាងក្រោមបានដោយសារនេះគឺយើងលេងនៅក្នុងលីកកំពូលកម្ពុជារបស់យើងហើយសម្រាប់រង្វាន់គឺមានច្រើនមែនទែននៅពេលដែលយើងទាញត្រូវគឺយើងយកផ្កាយទាំងអស់ហ្នឹងយកទៅបដូររង្វាន់ហើយរង្វាន់គឺមានច្រើនមែនទែនបងប្អូនអ្នកគ្នាអាចចូលទៅមើលនៅក្នុង link បានអរគុណ